បញ្ហាបន្ទប់ទឹករបស់ភ្ញៀវគឺនៅពេលដែលគាត់ប្រើប្រាស់ទឹកពីបន្ទប់ទឹកលើមកគឺវាច្រាលចេញមកបន្ទប់ទឹកក្រោមនឹងវិញឥឡូវយើងកំពុងតែធ្វើតេស្តទឹកហើយនឹងជួសជុលអំពីបញ្ហាប្រព័ន្ធទុយោឲ្យគាត់ទាក់ទងជាមួយនឹងការងារនេះគឺរត់ទុយោធំមែនទែនទុយោដកទុយោប៉ែតប៉ុន្តែវានៅតែមានបញ្ហាស្ទះដោយសារប្រព័ន្ធទុយោគឺប្រើប្រាស់រួមគ្នាកន្លែងនេះគឺផ្ទះនឹង3ជាន់ប៉ុន្តែប្រព័ន្ធទុយោគឺប្រើប្រាស់រួមគ្នាទាំងអស់អញ្ចឹងគឺឆាប់មានបញ្ហាស្ទះមែនទែនហើយកន្លែងដែលជួសជុលនោះគឺជាប្រភេទស៊ីហ្វុងនេះយើងធ្វើហើយតេស្តទឹកធ្វើហើយតេស្តទឹករហូតដល់ទឹកហូរដាច់អស់អានឹងបានយើងយកបើសិនណាបើបាញ់ទឹកទៅនៅមានបញ្ហាទឹកហូរដាច់ដូចវីដេអូនេះទេយើងនៅជួសជុលឲ្យភ្ញៀវទៀតគឺយើងជួសជុលបែបម៉េចតេស្តទឹកបែបម៉េចឲ្យវាហូរទៅស្អាតល្អដូចវីដេអូខាងចុងនេះដែលខ្ញុំជួសជុលហើយគឺទឹកហូរដាច់ល្អអត់មានទឹកនៅដក់ទេគឺហូរដាច់ល្អអញ្ចឹងបែបនេះគឺអូខេការប្រើប្រាស់គឺដូចដើមវិញលេងជាបញ្ហាក៏បីគាត់ប្រើពីលើមកទៀតក៏អត់អីដែរទាក់ទងជាមួយនឹងការងារគឺបងប្អូនអាចទាក់ទងមកកាន់ក្រុមជាងយើងខ្ញុំបានសម្រាប់បងប្អូនមានបញ្ហាស្ទះបន្ទប់ទឹកស្ទះស៊ីហ្វុងស៊ីងលាងចានឬក៏ប្រព័ន្ធទុយោអីផ្សេងៗទាក់ទងតាមរយៈលេខ Telegram នេះបានយើងខ្ញុំមានសេវាកម្មជួសជុលនៅក្នុងរាជធានីភ្នំពេញអានេះគឺយើងតេស្តទឹកទៅដាច់ហើយកតិពិធីដែលនៅក្នុងទុយោនោះគឺយើងសម្អាតចេញឲ្យស្អាតមានសក់មានស្អីផ្សេងៗក្នុងនោះគឺយើងសម្អាត